Hai, Tuesday នៅអ្នកគ្នាថ្ងៃនេះយើងមានរបស់លេងថ្មី Tamron 1770 f2.8 របស់ Sony APS-C ក្រក់តោះថ្ងៃហ្នឹងយើងមក unboxing លែនថ្មីរបស់ខ្ញុំទាំងអស់គ្នាតោះយើងចាប់ផ្ដើម unboxing ទាំងអស់គ្នាជាទូទៅគឺមានกระดาษណែនវងតែយើងអត់ចាំបាច់មើលទេនេះគឺជាតួឯករបស់យើងអូ shit អូនេះគឺជា lens ដែលប្រើជាមួយនឹង Sony ZV-E10 របស់ខ្ញុំវាធំជាង Sigma ប៉ុន្តែកម្រិត zoom រហូតដល់17រហូតដល់70អញ្ចឹងទំហំក្នុងការប្រើប្រាស់របស់វាក៏វាធំតាមនឹងដែរអូ shit តាមពិតទៅ lens នេះខ្ញុំធ្លាប់បានប្រើពីមុនមកហើយឃើញថានៅស្អាតមែនតើតោះឥឡូវយើងសាកយកដាក់មួយកាមេរ៉ាយើងទាំងអស់គ្នានេះក៏លើកដាក់ lens គឺអ្នកនរគ្នាយកនេះដាក់ឲ្យត្រូវជាមួយនឹងនេះអូខេកាច់វាមកនេះអូខេវីដេអូមានប៉ុណ្ណឹងបើអ្នកនរគ្នាមានចង្អល់សាកសួរតាក់ទងជាមួយនឹង lens ឬក៏កាមេរ៉ាមួយនេះអ្នកនរគ្នាអាច comment សាកសួរខ្ញុំបាន